អង្គុលីមៀលផុងខ្លួនធ្វើខុសដើរសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់តែចុងក្រោយបានតាំងចិត្តកែខ្លួនបួសជាបព្វជិតហើយបានត្រាស់ជាព្រះអរហន្តបានជាសាវកដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់ទៀតផងអ្នកបានធ្វើកំហុសពីមុនមកហើយចេះកែប្រែខ្លួនព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរថាជាបណ្ឌិតជីវិតបានភ្លឺត្រចះត្រចង់ឧបមាដូចជាព្រះច័ន្ទបានចេញផុតពីពពកដូច្នោះឯងរួចពីកម្មពីវេរាពីអតីតមកអ្នកគ្មានវិធីរត់គេចពីវាបានទេព្រោះអ្នកមិនអាចបកក្រោយហើយកែទង្វើដែលអ្នកបានធ្វើក្នុងអតីតកាលបានឡើយតែពីវេរាទៅថ្ងៃមុខអ្នកអាចជៀសបានដោយកម្លាំងនៃការរក្សាសិលបានដល់ការប្រព្រឹត្តល្អដោយកាយវាចាចិត្តការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយមានដូចជាការមិនប៉ះពាល់ជីវិតអ្នកដទៃការមិនកាប់កេងលួចទ្រព្យអ្នកដទៃការមិនធ្វើឲ្យកូនប្រពន្ធអ្នកដទៃក្តៅក្រហាយការមិនកុហកបោកប្រាស់ជាដើមពេលអ្នកមិនបានធ្វើឲ្យអ្នកដទៃក្តៅក្រហាយគេក៏មិនមានចិត្តចងពៀមិនមានបំណងអាក្រក់ដាក់អ្នកវិញដែរដោយសារអ្នកមិនបានធ្វើអាក្រក់ដាក់អ្នកដទៃអ្នកក៏មានចិត្តស្រស់ស្រាយមិនភ័យខ្លាចមិនព្រួយបារម្ភរឿងមានទោសពៃឬខ្លាចគេធ្វើអាក្រក់ដាក់អ្នកវិញឡើយនោះហើយជាចិត្តដែលរួចផុតពីពៀវេរាមនុស្សមានពៀគឺជាមនុស្សដែលបៀតបៀនគេធ្វើឲ្យអ្នកដទៃក្តៅក្រហាយមនុស្សមានចិត្តចងគំនុំគុំគួនខ្លួនក៏លំបាកព្រោះភ្លើងកំហឹងឆេះក្នុងចិត្តរាល់ថ្ងៃហើយគេក៏ក្តៅក្រហាយព្រោះទង្វើអាក្រក់របស់យើងម្យ៉ាងទៀតពៀវេរានោះនឹងជាប់តាមគ្នាវែងឆ្ងាយក្នុងសង្សារវដ្តបើអ្នកដាំពូជភ្លើងអ្នកនឹងបានផលក្តៅក្រហល់ក្រហាយត្រឡប់មកវិញបើអ្នកធ្វើឲ្យគេក្តៅក្រហាយអ្នកនឹងបានភាពក្តៅក្រហាយនោះមកវិញគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះបើអ្នកបានសាងល្អរក្សាសិលពេលបច្ចុប្បន្នឈ្មោះថាអ្នកមិនបានសាងពៀវេរាទៅថ្ងៃមុខតែបើអ្នកមានកម្មពៀវេរាពីអតីតជាតិមកអ្នកត្រូវទទួលផលកម្មនោះវិញអ្នកមិនអាចរត់គេចពីកម្មចាស់បានទេសូម្បីតែព្រះពុទ្ធជាម្ចាស់ក៏ត្រូវទទួលផលកម្មចាស់ដែរតែដោយអំណាចនៃអំពើល្អដោយអំណាចនៃសិលដែលអ្នកបានរក្សាពេលបច្ចុប្បន្នកម្លាំងបុណ្យនោះអាចជួយសម្រាលទុក្ខបានខ្លះដែរតាមកម្លាំងរបស់វាឧបមាដូចជាអ្នកស្លសម្លជ្រុលជាប្រៃទៅហើយអ្នកអាចដាក់ទឹកថែមដើម្បីឲ្យវាសាបបានខ្លះយ៉ាងណាមិញបើអ្នកបានជ្រុលជាធ្វើបាបកម្មខ្លះទៅហើយអ្នកមិនអាចកែប្រែវាបានទេតែអ្នកអាចធ្វើអំពើល្អ
ថ្មីដែលជួយអ្នកឲ្យបានផលល្អផលថ្មីជាបន្តបន្ទាប់ចន្លោះពេលដែលបាបឲ្យផលនោះឯងយើងគ្រប់គ្នាគួរយល់ដឹងថាគ្មានវិធីសាស្ត្រណាគ្មានបុគ្គលណាឬព្រះណាអាចបញ្ជាអ្នកឲ្យរួចពីផលនៃកម្មចាស់ដែលអ្នកបានធ្វើឡើយព្រោះបើអាចធ្វើបានមែនវាជារឿងអយុត្តិធម៌ណាស់ធ្វើអាក្រក់ហើយទៅសុំឲ្យរួចពីផលកម្មដែលខ្លួនបានធ្វើតែបើអ្នកប្រឹងប្រែងអប់រំចិត្តលះបង់នៅកិលេសអស់បានក្លាយជាព្រះអរហន្តហើយបរិនិព្វានកម្មលែងតាមទាន់កម្មរកម្ចាស់លែងឃើញព្រោះព្រះអរហន្តលែងមានជាតិកំណើតតទៅមុខទៀតហើយអ្នកអាចធ្វើបុណ្យឧទ្ទិសកុសលជូនដល់មនុស្សសត្វដែលធ្លាប់មានពាវេរានឹងគ្នាហើយតាំងចិត្តរក្សាសិលឲ្យបានល្អចាប់ពីពេលនេះតទៅបុណ្យកុសលទឹកចិត្តមេត្តានឹងជួយអ្នកឲ្យបានសុខមិនសូវជួបទុក្ខច្រើនឡើយដើម្បីរក្សាកម្លាំងផ្លូវកាយនេះក្នុងការធ្វើកិច្ចការងារឲ្យបានវែងឆ្ងាយមិនមែនបានន័យថាមិនបាច់ធ្វើអីដែរលេងទេមែនទេម៉ាស៊ីនបើប្រើវាក៏ត្រូវមានពេលពលុតដើម្បីកុំឲ្យវាក្តៅពេកដែរខួរក្បាលរាងកាយហ្នឹងក៏អញ្ចឹងដូចគ្នានៅក្នុងធម៌លោកឲ្យប្រើអិរិយាបថឲ្យស្មើគ្នាដេកដើរឈរអង្គុយហ្នឹងហើយបរិយាកាសជុំវិញខ្លួនក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងដែរឧទាហរណ៍ថាកន្លែងក្លុករស់នៅបើវាស្មុកវាស្មាញវាផ្សែងវាពុលវាហុយអានឹងក៏ធ្វើឲ្យមួម៉ៅស្មុកស្មាញដែរអញ្ចឹងតើកន្លែងស្រឡះបើកអួចបើកទ្វារដើម្បីយកខ្យល់អាកាសឲ្យដើរហើរហាត់ប្រាណអីចឹងទៅដូរបរិយាកាសរស់នៅហ្នឹងទើបអាចធ្វើឲ្យរាងកាយរបស់យើងនឹងរឹងប៉ាំងហើយបន្ទាប់តែយើងសួរខ្លួនឯងថាថ្ងៃហ្នឹងយើងបានធ្វើអីដែលធ្វើយើងសប្បាយចិត្តវាជាផលប្រយោជន៍មិនមែនថាតែមាសតែប្រាក់នេះយើងគិតថាថ្ងៃហ្នឹងយើងបានធ្វើអីជាកិច្ចការងារដែលសំខាន់សម្រាប់ខ្លួនយើងឬក៏សម្រាប់អ្នកនៅជុំវិញខ្លួនយើងឬក៏ជួយកិច្ចការងាររបស់ឪពុកម្ដាយរបស់សហគមន៍ភាពរីករាយក្នុងអំពើល្អតិចហ្នឹងដូចទឹកប្រោះព្រំផ្កាអញ្ចឹងឲ្យវាស្រស់អំពើល្អការរីករាយក្នុងសកម្មភាពតិចហ្នឹងដូចជាទឹកដែលមកប្រោះចិត្តហ្នឹងឲ្យវាស្រស់អញ្ចឹងហើយវាតលមានពេលស្រោចស្រពចិត្តហ្នឹងដោយកម្លាំងនៃធម៌ដោយការរំលឹកគុណមេត្តាបិតារំលឹកគុណព្រះរតនត្រ័យធ្វើសមាធិស្ងប់ចិត្តទេវាចិត្តហ្នឹងវារកកន្លែងស្ងប់ឃើញវារកកន្លែងសុខឃើញឲ្យវាមកជ្រោកនៅក្នុងអារម្មណ៍ដែលធ្វើឲ្យកើតចិត្តជ្រះថ្លាចិត្តរីករាយក្នុងបុណ្យហ្នឹងឧទាហរណ៍ជាផ្កាមកបូជាព្រះទិញខោអាវឲ្យក្មេងៗសភៅប៊ិចឲ្យក្មេងៗរៀនសូត្រទៅជួយចាស់ឬក៏មានកិច្ចការធុរៈអីជួយមិត្តភ័ក្តិអាហ្នឹងអាបន្តិចចឹង
việc đô bị cream crom từ lọp máu tới chỉ phiệp sọt sài về nhà hay riêng chùm ra ơn cá vô đăng nông thọ lúc thầm miền bạch nhà khơi sự phiệp nơi chất nâng về bài pru hay mình bạc cằn chọn ôi tài trẻ tư hay mua mau mấy bán mình chẳng nghe ở thế ôi chật nữa về là vì cho chẳng nắng này lấy mưa khơi tầm nào chật là cho chắc bà việc thật được nông rõm nôm ở đây họ cả hai khăn chân này ọc hướng nâng nè nâng tới dừng hiện đồ màu kết thật để kia miền cả lại việc là o là đài rất có đô pi chỉ chê pi bộ cua nắng màu chỉ chê pi bộ cua để nó mới chặt dương sọ vinh tử đồ của thiên là bọt và nó không thôi thì dừng đồ ròm chứ chứ dừng xóm làng vinh từ chặt nắng việc sọ miền p đầu cả màu vọt màu hoa thoại cả masca thị chụp chùm mật phẹ nâng cùng mật phẹ chỉ còn là dàn mật an sự thơ thô đập thô rươi tới hay thua cái trang như đó để những kịch thơ những thưa hỏi về sự bài chất thường từក្នុងcổ sò lắm á rươi tí tới nâng tự dưng pro hay có sợi đàm chơi để về cream sweat nâng thời ca giờ này về du từng mồm tờ về sọt làng vinh giờ nó cổ sò thôm thực chất sọt sài nông pư lỏ chất để tầm con là trừ đời sẽ tệ về nhà mà đầy nữa vì nôm chất nó ở sọt làng vinh chất tạ lẹ hữu tá về đi theo về sra làng vinh tới nè khá muốn được bố lái nơi trẻ group tuần luôn ao nằm tôn tuần đập về bàn hiện trẻ đăng còn ba school kê school anh mở tới đuôi hiện miền nè nuột chẳng cô bắt bong cả cao cày chìm pua riêng cho bong để lọp miền bọt bị sao môn tới ở đời xa dương sự vắng nâng chấm nè sự vắng nâng được cả rộp an score mà nụ ấy chẳng tới với vừa ao bắt áp chạy giờ nạ thò nữa biết áp chạy giờ nạ thò bên này thắc ca chạy cao cày như bùa riêng cho bong bộ mà đai crew ấy chẳng tới ai tha nơi quay mình cháy kịch lấy hay việc là tới ai cả chất mưa xả thắt kìm đó là anh hay có miền nè nó không luôn mưa nghề kì xong bày kì điểm cho bong cái chả tung chia và thế rạ ấy nó có nơi kịch thắt cái kìm đó là anh nâng sự văng nó không thua sự văng chờ nó sự văng anh bậc cài anh chlat anh là o chiên kê anh là bay chiên kê cả người nâng bọt vì anh tự đua chân ngọ ngô họ ta chụp họ ta bỏ trao đầm bay ở kìm vò ấy chẳng tới thứ mấy ở kê thơ ở kê luân tu anh bơ không phép chỉ nè được nôm cái mình nuôi nấu mình cháy từng vấy mình cháy từng chất cầm nứt hay nên mình cháy từng bọt bị sao hay là chấn thưa ấy nó treo chào mông măng mình miền là chất ẩm nọt ọt thôn này hay
anh nâng bờ bê về tới mục tích tiết tới chùa hướng trần tới vây hiện trần nạ tới chùa mình lúc bàn trần tới ai riêng sâu đồ chất đồ miền nè nâng bàn khác bờ ai người ta cầm nọt đằng luôn ấy nhé bên bờ thà nơi tầm miền nè chắc là nâng thôi càng mùi kim mình cả mình bàn lò tề là mông là mang hay dù dù tới cái thôi nhé miền nã cái coi ta màu quam trôi dương là hô tê anh chắc người ta ở bờ thòm bán thế có chơi tam tờ nào cho nâng từ đi ra cái xà lanh chùm này đăng chùm niên bậc cái bên là chặt nâng về mình xây chạy ọt thốn trong thôi càng nghe mình bàn cho sầm rong hay cái thôn cái thôi khơi tròn á mình men chỉ rắc bỏ nè đặc nòm này drop របស់ដែលយើងមានហ្នឹងបើតាមធម៌វាជាផលនៃការព្យាយាមរបស់យើងវាជាផលនៃបុណ្យរបស់យើងដែលយើងធ្វើមកអញ្ចឹងយើងគួរដាំពូជថ្មីតាមរយៈបែងចែកទ្រព្យដែលយើងមានហ្នឹងជួយសង្គ្រោះដល់អ្នកដទៃមួយជាមនុស្សធម៌យើងឃើញគេមានការលំបាកយើងជួយសង្គ្រោះដោយមេត្តាយើងបានសប្បាយចិត្តនៅពេលដែលគេបានរួចផុតពីទុក្ខទី2យើងកាត់បន្ថយការកំណាញ់ស្មោគិតតែពីអញអានឹងដែលធ្វើឲ្យចិត្តចង្អៀតមួម៉ៅក្តៅកាហាយនឹងដោយសារកំណាញ់នឹងដែរអញ្ចឹងយើងរៀនលះបង់ចិត្តកំណាញ់នឹងតាមរយៈការចែករំលែកសេចក្តីសុខដល់អ្នកដទៃហើយមួយទៀតក៏ជាការដាំពូជបន់សម្រាប់ទៅមុខទៀតការបរិច្ចាគទាននឹងជាពូជនៃការរស់ស៊ីមានបានធូធាហើយនឹងទំនាក់ទំនងល្អគេស្រឡាញ់គេចូលចិត្តនេះជាការដាំពូជថ្មីអញ្ចឹងវាបានទាំងសប្បាយចិត្តវាបានទាំងពូជល្អវាបានទាំងបុណ្យហើយបើយើងស្មោគិតទៅពីប្រមូលគិតទៅពីអញគិតទៅធ្វើម៉េចឲ្យអញនឹងបានច្រើនណាងាប់អីងាប់ទៅអានោះវាក្រនៅក្នុងចិត្តយើងណាបិទថាមើលទៅមានទ្រព្យមានធនច្រើនមែនប៉ុន្តែក្រៀមក្រោះក្រក្តៅក្រហល់កាហាយពីខាងក្នុងទ្រព្យរបស់យើងនឹងប្រៀបទៅជាទឹកសមុទ្រគេអត់អាចយកមកផឹកបានទេប៉ុន្តែសម្រាប់អ្នកដែលមានសមានចិត្តជួយសង្គ្រោះនឹងទ្រព្យតិចមែនប៉ុន្តែជាទឹកសាបនៅក្នុងតឡោក្នុងផ្តិលអញ្ចឹងគេអាចហូបទៅបាត់ស្រេកឃ្លានត្បិតថាទឹកនឹងតិចតួចមែនអញ្ចឹងយើងអត់អាចយកអីទៅបានទេស្ពាយអីមកកាក់ម៉ាស៊ីនទៅក៏មិនបានដែរមានទ្រព្យមហាសាលមាសពេជ្រប្រមាណកេះប្រមាណពាងក៏យកអីទៅមិនបានដែរអញ្ចឹងមានតែឆ្នៃរបស់នឹងឲ្យទៅជាបុណ្យឲ្យទៅជាចេតនាការសង្គ្រោះចិញ្ចឹមគ្រួសារប្រពន្ធកូនញាតិមិត្តម៉ែឪហើយចែករំលែកសេចក្តីស្រឡាញ់នឹងដល់សពសត្វទាំងអស់អានឹងបុណ្យនឹងមកនៅក្នុងចិត្តយើងភ្លើងឆេះតារូបរាងកាយប៉ុន្តែมันអាចឆេះបុណ្យបានទេយើងអាចយកទៅជាមួយបានប៉ុន្តែបើយើងប្រឹងយកមកឲ្យមិនចែករំលែកអានឹង
យើងអត់បានដាំពូជថ្មីទេយើងបានតាបរិភោគផលបុណ្យចាស់ហើយយើងទៅវិញខ្លួនទៅទេហើយហ្នឹងយើងអត់បានធ្វើបុណ្យសម្រាប់ខ្លួនឯងទៅមុខទៀតទេជីវិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំអភ័ព្វម្ល៉េះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេបើអ្នកជួបបញ្ហាហើយអ្នកបែរជាទន់ជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទន់ជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមានដោះបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខានបញ្ហាមិនចេះចប់ដរាបណានៅមានជីវិតអ្នកនៅតែជួបបញ្ហាជារៀងរហូតហើយបញ្ហាពេចច្រើនអាស្រ័យទៅលើសម្ពាធបុណ្យសម្ពាធបាបដែលអ្នកបានសាងបើអ្នកបានសាងបាបកម្មច្រើនអ្នកជួបរឿងក៏ច្រើនដែរដោះពីមួយចូលមួយមិនចេះចប់មិនចេះហើយឡើយហើយ
បើអ្នកមួម៉ៅថែមអ្នកកើតទុក្ខកាន់តែខ្លាំងអ្នកណាក៏មានបញ្ហាដែរទៅដល់ណាក៏មានបញ្ហាដែរអ្នកក្រក៏មានបញ្ហាអ្នកមានក៏មានបញ្ហាកុំខ្លាចវាអីជីវិតមានបញ្ហាជារឿងធម្មតាគ្មានអីចម្លែកផងយើងជួបរឿងយើងគេជួបរឿងគេមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីបើជួបរឿងណាដោះរឿងនឹងទៅប្រឹងដោះឲ្យអស់ពីសមត្ថភាពរបស់អ្នករួចប្រាប់ខ្លួនឯងថាខ្ញុំអស់ត្រឹមនឹងហើយរៀនរីករាយនឹងអ្វីដែលអ្នកអាចធ្វើបានកុំទម្លាប់បន្ទោសខ្លួនឯងឬបន្ទោសអ្នកណាអ្នកណីឡើយធ្វើម៉េចបើយើងមានសមត្ថភាពត្រឹមតែប៉ុណ្ណឹងអ្វីមិនចេះតែបានតាមចិត្តអ្នកចង់រហូតទេបញ្ហាមិនចេះតែបានដោះស្រាយតាមចិត្តអ្នកប្រាថ្នាគ្រប់រឿងឡើយសូម្បីតែព្រះសម្មាសម្ពុទ្ធក៏មិនអាចជួយដោះស្រាយបញ្ហាឲ្យមនុស្សបានគ្រប់គ្នាដែរម្យ៉ាងទៀតបើអ្នកដោះហើយឲ្យវាចប់ទៅកុំនៅរសេមរសាមរវិមរវៀមរំលឹករំលើកវាច្រើនពេកព្រោះវានាំឲ្យក្តៅក្រហាយគួរត្រៀមខ្លួនទទួលដោះរឿងផ្សេងទៀតមិនដូច្នោះទេរឿងនឹងច្របូកច្របល់ដោះមិនចេះចប់មិនចេះហើយឡើយដោយសារតែអ្នកប្រមូលវាមកច្របូកច្របល់គ្នាច្រើនពេកជីវិតជួបរឿងអីចឹងឯងប្រឹងទៅប្រឹងបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីសមត្ថភាពប្រឹងរហូតដល់ថ្ងៃដែលអ្នកត្រូវលាពិភពលោកនេះទៅ បើយើងមិនបានអប់រំចិត្តមិនបានស្វែងយល់អំពីដំណើរនៃធម្មជាតិនឹងពេលរឿងអីកើតឡើងមិនត្រូវតាមបំណងរបស់យើងមួម៉ៅយើងចង់ឲ្យរឿងនឹងមកចេះវិញតាមចិត្តយើងចង់បានចង់ឲ្យមនុស្សនឹងត្រូវទៅធ្វើតាមការគិតរបស់យើងហើយរឿងវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេហើយមនុស្សក៏មិនចេះតែធ្វើតាមបំណងយើងគ្រប់ពេលដែរវាមានហេតុគ្រប់គ្រាន់ទើបរឿងហ្នឹងវាកើតមកអញ្ចឹងរឿងល្អក្តីរឿងអាក្រក់ក្តីបើអាការប្រាថ្នាជាប់ជំពាក់ចង់នឹងខ្លាំងហើយដល់ពេលវាមិនបានដូចយើងប្រាថ្នានឹងខកចិត្តក៏ខ្លាំងដែរចឹងវាតតែយើងរៀនស្វែងយល់ពីការពិតបំណងប្រាថ្នាយើងមានហើយប៉ុន្តែក៏ត្រូវប្រាប់ខ្លួនឯងថាវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេបើបុណ្យយើងមានការព្យាយាមយើងគ្រប់គ្រាន់វានឹងបានសម្រេចទេ
ដូចជាយើងដាំទឹកមកកំសៀវវាត្រូវការពេលវេលាបើក្តៅនឹងវាគ្រប់គ្រាន់ទឹកនឹងវាពុះហើយបើដុតនឹងវាមិនទាន់ចំណាយពេលគ្រប់គ្រាន់ត្រូវដល់វាពុះវាមិនពុះទេយើងទទួលស្គាល់ថាហេតុដែលយើងធ្វើមកបានប៉ុណ្ណឹងយើងចង់បាន100ប៉ុន្តែវាបាន80ដោយសារហេតុហ្នឹងវាមានតែ80អញ្ចឹងយើងប្រឹងបន្តទៅទៀតទៅយើងចង់ឲ្យគេបានល្អជួយណែនាំគេទៀតទៅបើយើងមួម៉ៅក្តៅក្រហាយខឹងជេរបន្តិចផ្ដាសាទៅអា80ហ្នឹងវានៅតែ80ដដែលទេវាប៉ុន្តែវាបានអាមួម៉ៅក្តៅក្រហាយកើតទុកហ្នឹងជាងតើរៀនស្វែងយល់អំពីដំណើរនៃធម្មជាតិហេតុផលហ្នឹងរឿងល្អកើតឡើងព្រោះយើងហ៊ានទទួលព្រមទទួលឬមិនល្អក៏ត្រូវតែប្រឈមមុខដែរថាអាហ្នឹងវាជាហេតុផលវាមានហេតុប៉ុណ្ណឹងទើបបានផលប៉ុណ្ណឹងមកហើយប្រឹងប្រែងបន្តទៅទៀតទៅមិនមែនស្អីស្អីត្រូវតាបានដូចយើងគិតមិនមែនគេចេះតែធ្វើតាមចិត្តយើងចង់ទេតែកាលណាយើងដាក់កំណត់អញ្ចឹងហើយគេមិនធ្វើតាមរឿងមិនដូចចិត្តអានឹងយើងកើតទុកខ្លាំងហើយយើងអត់មានបញ្ញាយើងមានតកាប្រកាន់ខ្លាំងទៅយើងកើតទុកក៏ខ្លាំងដែរពេលមួយនោះតាព្រាហ្មណ៍ម្នាក់នោះយំសោកបោកខ្លួននៅនឹងកន្លែងបូជាសពដោយសារកូនគាត់នឹងស្លាប់ទៅហើយរកវិធីសាស្ត្រដោះទុក្ខចេញពីចិត្តមិនបានក៏ទៅជួបព្រះសម្មាសម្ពុទ្ធរាយរាប់ប្រាប់ដំណើរទំនងទៅបានព្រះអង្គសម្ដែងថាសេចក្តីសោកនឹងកើតពីសេចក្តីស្រឡាញ់នឹងឯងពេលមកតោយជាទេសោកោព្រាហ្មណ៍នឹងទទួលយកអត់បានគាត់ថាមែនទេមែនសេចក្តីសោកកើតពីសេចក្តីស្រឡាញ់ទេសេចក្តីស្រឡាញ់នឹងនាំឲ្យខ្ញុំសប្បាយទេតាដែលខ្ញុំកើតទុកនឹងដោយសារកូនខ្ញុំស្លាប់ទេអត់ព្រមទទួលក៏ចេញទៅវិញទៅដំណើរទំនងនឹងលឺដល់ព្រះរាជាព្រះបាទបសេនតិកោសលទៀតនោះគាត់នឹងទាញត្រឡប់មកវិញថាយើងមានចិត្តជាប់ជំពាក់នឹងរបស់អីពេលរបស់នឹងព្រាត់ប្រាសទៅយើងកើតទុក្ខបើយើងស្រឡាញ់ខ្លាំងពេលព្រាត់ទៅយើងកើតទុក្ខក៏ខ្លាំងដែរបើឧទាហរណ៍ថាមិនសូវជាស្រឡាញ់ទេរបស់នឹងចាស់ហើយបាត់ទៅគាត់ដូចជាថាតិចតួចទៅមិនសូវជាទុក្ខខ្លាំងទេអញ្ចឹងជាពុទ្ធជននឹងវាតែងតែមានចិត្តជាប់ជំពាក់នឹងទ្រព្យរបស់ប្រពន្ធកូនចៅហ្នឹងលះវាមិនទាន់បានប៉ុន្តែថាត្រូវតែរៀនទទួលស្គាល់ថាសង្ខារហ្នឹងទាំងសង្ខារមានជីវិតទាំងសង្ខារអត់ជីវិតហ្នឹងប្តីប្រពន្ធកូនចៅបងប្អូនហ្នឹងមិនអាចនៅជាមួយយើងរហូតទេវាដល់ពេលណាមួយត្រូវប្រែប្រួលអាចគាត់ទៅមុនយើងឬក៏យើងទៅមុនគាត់ហ្នឹងជាច្បាប់ធម្មជាតិជាកតាសច្ចានុមត្តមិនអាចប្រកែកបានវាត្រូវតាជួបអញ្ចឹងហ្មងជាតើកំណត់ដឹងអញ្ចឹងនៅក្នុងធម៌លោកឲ្យមានអភិនហបច្ចវេកណៈធម៌គឺត្រូវពិចារណារឿយៗទាំងបាសកបាសិកាទាំងបព្វជិតថាអាត្មាអញត្រូវថ្ងៃណាមួយនឹងប្រត់ប្រហែលខាត់មិនបានទេអញ្ចឹងយើងស្រឡាញ់រាប់អានថែរក្សាបំពេញតួនាទីនៅតែធ្វើប៉ុន្តែខ
ក្នុងផ្លូវចិត្តក៏យើងត្រូវតែកំណត់ដឹងដើម្បីនៅពេលដែលជួបរឿងហ្នឹងយើងអត់ស្លុតខ្លាំងឯងយើងឃើញអ្នកខ្លះដែលមិនអាចទទួលយកបានណាដល់អញ្ចឹងទៅជាសន្លប់ទៅជាវិកលចរិតដោយសារបាត់បង់អ្នកណាមួយដែលជាទីស្រឡាញ់ហ្នឹងអាហ្នឹងយើងអត់បានត្រៀមខ្លួនសោះនិយាយពីការត្រៀមខ្លួនមិនមែនបានន័យថាលែងខ្វល់ទេគ្រាន់តែកំណត់ដឹងក្នុងផ្លូវចិត្តហើយយើងរៀនពង្រឹងស្មារតីខ្លួនយើងដើម្បីទទួលស្គាល់ការពិតនៅពេលដែលរឿងនឹងកើតឡើងហើយក៏ជួយពង្រឹងស្មារតីទាំងអស់គ្នាដើម្បីឲ្យគាត់បានកម្លាំងចិត្តនិងទប់ទល់នឹងបញ្ហានឹងដែរមិនមែនតែរឿងព្រាត់ប្រាសជីវិតទេសូម្បីតែទ្រព្យរបស់លុយកាក់កិត្តិយសគេឈ្មោះស្អីក៏ដោយវាជារបស់ដែលត្រូវប្រែប្រួលបើបានយើងចាត់ទុកតែជាផលបុណ្យបើវាបាត់ទៅវិញអានឹងយើងប្រឹងថែអាសាវាឲ្យអស់ពីចិត្តបើវាបាត់វាមានន័យថាវាដល់ពេលវាត្រូវទៅវិញវាមានន័យថាកម្មត្រូវឲ្យផលកម្មមិនល្អអកុសលកម្មអញ្ចឹងយើងអត់អាចទៅខាត់ផលអកុសលកម្មបានទេសូម្បីតែពុទ្ធព្រះអង្គក៏មិនអាចខាត់បាបកម្មផលនៃបាបកម្មខ្លួនព្រះអង្គបានដែរអញ្ចឹងរៀនស្វែងយល់ពីដំណើរនៃធម្មជាតិអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេពីព្រោះវាជាច្បាប់នៃធម្មជាតិវាតែងតែប្រែប្រួលអញ្ចឹងអ្នកខ្លះទម្លាប់ចិត្តហ្នឹងគឺថានិយាយអីចង់បានអីហ្នឹងចង់បានភ្លាមឲ្យគេធ្វើហ្នឹងគឺធ្វើម៉េចឲ្យតែធ្វើតាមចិត្តខ្លួនឯងបើមិនធ្វើហ្នឹងគឺមួម៉ៅញីញ័រតក់កុហលហើយតែទម្លាប់ចឹងយូរទៅវាធ្វើឲ្យពុះកជ្រោលរលរែកហើយយើងអត់មានសមត្ថភាពគ្រប់គ្រងរលករំញ័រផ្លូវចិត្តនឹងបានអានឹងប៉ះពាល់ដល់សុខភាពផ្លូវកាយផងសុខភាពផ្លូវចិត្តផងយើងទៅជារវើរវាយរហូតដល់អ្នកខ្លះគេមិនលក់គិតវិលខ្ញាល់នៅក្នុងចិត្តនឹងទៅប៉ះពាល់ដល់សុខភាពផ្លូវកាយចិត្តនឹងក៏មួម៉ៅយូរទៅជាលែងអាចគ្រប់គ្រងស្ថានភាពផ្លូវចិត្តបានរហូតដល់មានជំងឺទៀតផងដោយសារអន្សំចង់បានអីហើយចង់ភ្លាមឲ្យបានដូចចិត្តហើយអត់ចេះព្រមទទួលស្គាល់ការពិតថាវាមិនមែនចេះតែបានតាមចិត្តយើងចង់ទេយើងប្រាប់គេមិនមែនចេះតែតាមយើងភ្លាមធ្វើបានភ្លាមផ្លែតបានទេវាតចេះទទួលស្គាល់ថាហ្នឹងមនុស្សវាមិនមែនបានដូចចិត្តយើងគិត100តាំង100ទេប្រាប់ទៅណែនាំទៅខុសឆ្គងបដៅទៅធ្វើប្រាប់100ធ្វើបាន50 60 80ហ្នឹងស្ដីបដៅថាហើយដឹងអំពីឧបនិស្ស័យរបស់មនុស្សហ្នឹងវាអញ្ចឹងយើងមិនអាចបខំដើមថ្នោតឲ្យដូចដើមដូងបានទេពូជគ្នាពូជដើមថ្នោតយ៉ាងណាមនុស្សម្នាក់ហ្នឹងវាមានពូជមានឧបនិស្ស័យហ្នឹងផ្សេងគ្នាមកអញ្ចឹងនៅតែណែនាំថែទាំថាដាំផ្កាដាំដើមឈើនៅតែស្រោចទឹកដាក់ជីអញ្ចឹងប៉ុន្តែមិនអង្គុយជេរដើមថ្នោតដើមដូងឬក៏ដំណាំហ្នឹងឯងមើលថែសម្អាតជួយទំនុកបំរុងឲ្យមនុស្សនឹងបានល្អប្រសើរហើយតើយើងរៀនទទួលស្គាល់អញ្ចឹងទទួលស្គាល់ថាវាមិនមែនចង់អីត្រូវតែបានហើយដល់ពេលវាមិនបានវាផ្ទះសាវាកើតទុកតែខ្លួនឯងហ្នឹងឯង
để riêng tầm lẹ khá tầm lẹ nó mình bán đây thằng mình ơi chọn bán ấy dương cầm nọt đăng thà vì miền hai cục con từ việc bàn chẳng bờ dương ọt bàn này non bàn thầm thở cả thì dương viêm toàn đó bọn dương vì mình cục việc bàn này đi cao tục bại chất bốc của ba lần chiang thế vì mình bàn phòng tôi lại dương từ tu thả nè ngay gồm toàn cục mà rồi hai toàn cục từ việc bàn chẳng phăng toàn từ tiết đó từ tí tiết đó bàn phần năng từ tu đó trong bàn mà rồi phần là bàn bẹt sắp phăng từ tiết ta riêng tầm lẹ khai chẳng từ giờ mình phải cả tục lắm nè khá cả máu vì thằng mình bàn đọc xa đôi kê rụp của mình sạch riêng cùng sự bàn chê hay rosi ấy cùng sự từ mục đang chẳng tăng priệp thiệp bộ ôn kỳ khoản ba anh đôi chữ dạp dơn đôi có thăm miền đây miền bộ phun tới cô mình xong bộ cọp tới bạch bạc lọt pra ruột cây miền cô màu tận nát này cô mình đạp mình thường tam cái luồng thoại chẳng này chẳng tôi chất nâng việt na mạch bàn trăng mạch bàn cái nhôm bạ trên kê anh nâng bực kịch tam này cảm phó là nâng vừa miền tầm nhẹ tầm nổ màu miền cảm chả màu ai về miền cam mày phòng cam chá ô tê họ thà dương mình bàn so một bạn sai hiến sốt máu chẳng bà chụp bón nó hiến cho mình từ một hay mình bàn sơ thừa tiền chầm mai chầm máu hồ xí với mình sơ lại hay bực thử lọp có họ bao phè cặp kênh cái tiết máu đã tới che tà lòng trong tới mình sơ chỉ chùm rong chùm ra hơn tê hay bực lọp dây cạch bực khôi ôi vừa ấy nè đợt tây bạch bạ bọt pra côn bán máu cái mình sơ đạp vào quạt giường thừa ca nghe vậy đây ấy tới mình chỉ mình nuôi miên tận một thẻ vậy cháu kia mình về chặt tục đạp thì anh nâng vừa miên phò cầm chẳng mà phần này trời phần này vừa miên cầm phải chụp bón để dương ai thừa hỏi dương ai phải lật phò tham mày chia phải vô kẻ sầm bát cách ca để dương thử thưa về phải chụp bón nắng ấy lò đôi chia khẩu mà bỏng luôn sơ ban thử bón pì môn màu trắng bu hai cùng sơ miên trình hành chăn sơ miên nhiệt nhôm squat đại trắng ban presma samput ao lúc usai giờ tật liền trường nâng một đạ sầm mẹp song liền trường một nâng làng cốt làng sla hay nâng đạ tật chăn sầm mẹp song tu từ nòng khom nòng piềng ấy chẳng tới chẳng lụa xa thưa ro ngày sẽ cầm một phiệp bạch bón chỉ bón của so làm bờ lo chả ra mi riết nâng lo nâng thưa ai bột bò sát máu khơi lốp sờ lạnh lốp ảnh nật lốp chẳng bón bạch bón nâng thưa ai cái cho chất rọp an lốp hai lô co sầm bô đời liệp tam cầm lăng bón bị bạch bón nâng tới nhưng dương chua hưởng mình lọ nâng dương chặt tục thao vì chỉ ca thuê phải bà dơ mình ban bị cha na thầm thở rơ một cuốn nâng dương chặt tục thao vì chỉ phò bạp cha tới cho chua hưởng thở khát bong chẳng nói cho dương ở quân là vậy đầy miền
ពេលបច្ចុប្បន្ននេះអរគុណពុកអរគុណម៉ែដែលបានចាំបីបាច់ថែរក្សាខ្ញុំឲ្យមានជីវិតតែបើថាខ្ញុំមិនមានវាសនាល្អដូចកូនគេផ្សេងប៉ុន្តែបានពុកម៉ែជួយមើលថែចិញ្ចឹមឲ្យខ្ញុំមានជីវិតប៉ុណ្ណឹងខ្ញុំប្រើជីវិតហ្នឹងជាមូលដ្ឋានផឹងប្រែងដើម្បីឲ្យជីវិតហ្នឹងបានថ្កុំថ្កើងអត់ទៅដាក់កំហុសបន្ទោសអ្នកនេះបន្ទោសអ្នកនោះមកពីម៉ែហ្នឹងមកពីអ្នកនេះមកអ្នកពីអ្នកនោះអីទេថាមនុស្សយើងវាមានសម្ពាយកម្មសម្ពាយបុណ្យហ្នឹងផ្សេងគ្នាមកអញ្ចឹងយើងមានប៉ុណ្ណឹងយើងអភិវឌ្ឍពីអ្វីដែលយើងមានហ្នឹងធ្វើដំណើរទៅមុខទៀតដោយសតិបញ្ញាស្មារតីការខ្សែគប់ល្អការគ្រប់គ្រងចិត្តឲ្យបានត្រឹមត្រូវការត្រេះរិះពិចារណាហើយការសិក្សារៀនសូត្រឲ្យបានច្រើនអានឹងយើងអាចរៀបចំជីវិតនឹងបានល្អទៅមុខហើយអញ្ចឹងយើងកុំចាំបាច់ថាបន្ទោសគេបន្ទោសឯងតូចចិត្តនឹងចេះចុះអីអានឹងជាផលវិបាកកម្មចុះអញ្ចឹងហើយយើងផលិតកម្មថ្មីដើម្បីទទួលបានផលថ្មីមកវិញអានឹងយើងអ្នកទទួលខុសត្រូវខ្លួនយើងអត់អាចអង្គុយកើតទុកហើយស្រាប់តែសង្ឃឹមថាចាំបានផលល្អបានទេចិត្តរបស់មនុស្សយើងវាសុខវាទុក្ខវាវាស់នៅលើភាពសៅមងជាតិពុលនៅក្នុងចិត្តរបស់យើងនឹងមានកម្រិតណាសំដៅទៅលើអកុសលមានដូចថាខឹងចំណែនស្អប់មួម៉ៅគុំគួនរវើរវាយទាំងអស់ហ្នឹងអវិជ្ជាប្រកាន់ហួងហែងអីចឹងបើជាតិពុលអកុសលនឹងវាមាននៅក្នុងចិត្តច្រើនវាកើតទុក្ខក៏ច្រើនដែរពីព្រោះវាដូចភ្លើងអញ្ចឹងវាអាស្រ័យនៅវត្ថុណាវាដុតនៅវត្ថុនឹងបើភ្លើងច្បើងឆេះច្បើងភ្លើងព្រៃឆេះព្រៃតែយ៉ាងណាភ្លើងអកុសលនឹងវាអាស្រ័យចិត្តវាឆេះចិត្តវាធ្វើឲ្យចិត្តហ្នឹងក្តៅក្រហល់កាហាយជាងដើម្បីកាត់បន្ថយសេចក្តីទុក្ខតឡាកាត់បន្ថយឬក៏បោះសម្អាតនៅគ្រឿងសៅមងអកុសលជាតិពុលនៅក្នុងចិត្តនឹងចេញតិចម្ដងតាមរយៈការយល់ចូលចិត្តនៅដំណើរនៃធម្មជាតិឧទាហរណ៍ថាមិនចំណែនគេទេពីព្រោះយល់ថាមនុស្សម្នាក់ហ្នឹងវាមានសម្ពាយបុណ្យផ្សេងគ្នាគេធ្វើបុណ្យច្រើនក៏គេបានល្អច្រើនអញ្ចឹងទៅយើងមានសម្ពាយបុណ្យការព្យាយាមយើងប៉ុណ្ណឹងក៏យើងបានប៉ុណ្ណឹងអញ្ចឹងយើងដូរពីចំណែនទៅជារៀនត្រេកអរនឹងបុណ្យដែលគេបានធ្វើអញ្ចឹងយើងអត់យកជាតិពុលមកថែមទេប៉ុន្តែយើងយកថ្នាំការរៀនត្រេកអរចំពោះសេចក្តីសុខអ្នកដទៃនឹងឈ្មោះថាមុទិតាជាថ្នាំព្យាបាលអ៊ីសាការចំណែនបើយើងអត់ដឹងទេយើងប្រមូលជាតិពុលថែមមកនៅក្នុងចិត្តឧទាហរណ៍ថាជាតិពុលរឿងខាងគុំគួនស្អប់គេចឹងទៅបើយើងអត់ដឹងយើងដេកអោបភ្លើងហ្នឹងដល់អ្នកដែលកើតទុកជាងគេគឺខ្លួនឯងអញ្ចឹងតើមានបញ្ញាចេះពយល់ឲ្យខ្លួនឯងដឹងថាកំហឹងដែលខាងគេហ្នឹងវាជាភ្លើងនៅក្នុងចិត្តវាដុតយើងមុនគេហើយមានបញ្ញាកំណត់ដឹងថាហ្នឹងហើយធម្មជាតិមនុស្សសត្វហ្នឹងវាខុសគ្នាអញ្ចឹងយើងមិនអាចបខំគេឲ្យធ្វើដូចយើងគិតដូចយើងគ្រប់រឿងទេវាតាមនិស្ស័យតាមការអន្សំរបស់គាត់មកអញ្ចឹងឬក៏យើងគ្មានសមត្ថភាពបខំថារឿងនឹងត្រូវតែអញ្ចឹងបើមិនអញ្ចឹងខ្ញុំមិនព្រម
ការមិនព្រមហ្នឹងវាជាហេតុនាំឲ្យកើតទុក្ខនឹងឯងពីព្រោះរឿងរ៉ាវវាកើតឡើងអាស្រ័យហេតុរបស់វាបើឧទាហរណ៍ថាហេតុវាមាន80ផលវាមាន80ទេបុណ្យរបស់យើងមាន80ការព្យាយាមរបស់យើងមាន80អញ្ចឹងលទ្ធផលក៏បានតែ80បើទោះជាយើងអង្គុយកើតទុកចង់បាន100ក៏វាអត់បានដែរវាឧបមាដូចថាយើងធ្វើស្រូវ1ហិកតាវាត្រូវបានផលតែ3តោនចុះឧទាហរណ៍ហើយយើងយំចង់បាន10តោនយំងាប់ក៏វាមិនបានដែរដោយសារយើងសាងហេតុតែប៉ុណ្ណឹងអញ្ចឹងយើងមានបញ្ញាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេអានឹងជាថ្នាំព្យាបាលហើយតាំងយើងប្រមូលសេចក្តីស្រឡាញ់ការយោគយល់ការចែករំលែកភាពត្រជាក់ត្រជុំការអត់ឱនមិនគំនុំគុំគួនមានតែពង្រីកសេចក្តីស្រឡាញ់ហ្នឹងឲ្យទូលំទូលាយទៅជាងយើងស្បើយអំពីសេចក្តីទុក្ខហ្នឹងឯងដោយសារយើងព្យាយាមប្រមូលជាតិពុលចេញពីចិត្តរបស់យើងអត់ប្រមូលជាតិពុលចូលទេអនុមោទនាបើយើងអង្គុយចាំសេចក្តីសុខពីអ្នកដទៃតើគេញឹមដាក់គេសរសើរគេលើកជើងបានយើងសប្បាយចិត្តអានឹងគួរថ្នាក់ពីព្រោះសុខនឹងនៅនឹងគេណាគេសប្បាយចិត្តគេឲ្យយើងពេលណាគេអត់សប្បាយចិត្តគេអត់ឲ្យយើងកើតទុក្ខអញ្ចឹងវាតើយើងមានស្មារតីពិចារណាថាបើគេសរសើរគេលើកទឹកចិត្តអានឹងវាជាផលបុណ្យជាផលនៃការផឹងប្រែងរបស់យើងប៉ុន្តែបើគេនិយាយអាក្រក់ដោយកំហឹងនិន្ទាឈ្នានីសក៏កុំឲ្យយើងរងអតិពលពីពាក្យសម្ដីរបស់គេនឹងពេកគិតថាវាជាផលបាបគ្រាន់តែជាសម្លេងប៉ះវិជាហើយរលត់ទៅវិញបាត់មិនយកមកអោបទុកទេយើងប្រឡែងវាទៅទោះជារឿងល្អក្តីរឿងមិនល្អក្តីកើតហើយរលត់ទៅវិញហើយយើងហាមឃាត់វាបានវាជាដំណើរនៃធម្មជាតិអញ្ចឹងផ្លូវចិត្តរបស់យើងវាមានប្រព័ន្ធការពារគឺបញ្ញាស្មារតីមើលអំពីរឿងរ៉ាវដែលកើតឡើងវាមានហេតុមានផលរបស់វាទោះជារឿងល្អក្តីទោះជារឿងមិនល្អក្តីហើយយើងទទួលយកបានទាំងសងខាងដូចយើងរែកម្រែកចឹងគឺខ្លាំងខ្លែងគ្នាជីវិតនេះវាមានពេលបានល្អវាមានពេលមិនបានល្អវាមានពេលគេសរសើរវាមានពេលគេនិន្ទាវាមានពេលយើងធ្វើខុសហើយគេស្ដីបន្ទោសវាមានពេលយើងធ្វើល្អហើយគេលើកតម្កើងវាមានពេលយើងធ្វើល្អហើយមានអ្នកនិន្ទាឈ្នានេះបាទដល់យើងក៏មានដែរអាហ្នឹងយើងគួរឲ្យអាណិតគាត់វិញឯងអត់មានអីត្រូវទៅខឹងត្រូវតាមជេរបន្តិចផ្ដាសាគាត់ទេអាណិតថាគាត់ខ្វះបញ្ញាចិត្តចំណែននិន្ទាឈ្នានេះក្តៅក្រហាយខ្លួនឯងគួរឲ្យអាណិតវិញតាមិនគួរឲ្យខឹងចងគំនុំគុំគួនយើងអត់ផ្ញើសេចក្តីសុខនៅនឹងរបស់ខាងក្រៅនៅនឹងអ្នកដទៃឯងយើងព្យាយាមបំពេញកិច្ចការងារឲ្យអស់ពីចិត្តពីថ្លើមជាតួនាទីរបស់យើងរឿងគេសរសើរឬគេនិន្ទាហ្នឹងរឿងគេយើងទៅហាមឃាត់ការគិតហាមឃាត់មាត់គេមិនបានទេបើគេសរសើរក៏អរគុណគេទៅប៉ុន្តែកុំឲ្យមានមោទនភាពអួតក្អេងក្អាងហើយបើគេនិន្ទាយកមកពិចារណាថាវាជាកំហុសរបស់យើងធ្វើមិនទាន់គ្រប់គ្រាន់ឬក៏គេមានចិត្តចំណែននិន្ទាបើថាយើងខុសឆ្គងហើយយើងអរគុណគេដូចជាគេប្រាប់ថាមុខយើងប្រឡាក់ធ្យូងអញ្ចឹងយើងគួរអរគុណគេ
ហើយបើគេនិយាយដោយចិត្តអាក្រក់កំហឹងចំណែននឹងទានឹងយើងអាណិតគាត់ព្រោះគាត់ស្ពាយបាបយកទៅតាមខ្លួនអញ្ចឹងយើងប្រព័ន្ធការពារចិត្តរបស់យើងរឹងមាំយើងអត់សូវរងឥទ្ធិពលពីខាងក្រៅមកនេះស្រមោលអន្ទូលតាមប្រាណបើអ្នកញញឹមដាក់កញ្ចក់នឹងញញឹមដាក់អ្នកវិញបើអ្នកព្រោះស្រូវហើយមើលថែវាត្រឹមត្រូវអ្នកនឹងទទួលបានផលត្រឡប់មកវិញមិនខានបើអ្នកមានចិត្តល្អចិត្តត្រជាក់ចិត្តស្ងប់អ្នកនឹងបានសុខច្រើនហើយបើអ្នកមួម៉ៅក្តៅក្រហាយច្រើនជីវិតអ្នកនឹងមិនសូវបានសុខឡើយកម្មឲ្យផលភ្លាមមិនចាំបាច់ជាតិមុខជាតិក្រោយឡើយបើអ្នកធ្វើល្អដោយចិត្តស្អាតបរិសុទ្ធមិនចង់បានការតបស្នងអ្នកពិតជាបានបុណ្យច្រើនហើយក៏បានសុខច្រើនដែរនឹងមិនសូវខកចិត្តទេបើគេដឹងគុណក៏ល្អបើគេមិនដឹងទេជារឿងរបស់គេអំពើល្អអ្នកបានធ្វើរួចហើយធ្វើល្អចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេម្យ៉ាងទៀតជីវិតនេះក៏មានឥទ្ធិពលពីកម្មចាស់ដែរអ្នកខ្លះធ្វើតែអំពើល្អបែរទៅជាជួបតែរឿងមិនល្អទៅវិញមិនដឹងថាបានសាងកម្មអីពីមុនមកសូមកុំអស់សង្ឃឹមកុំយល់ច្រឡំថាធ្វើបុណ្យហើយបែរទៅជាទទួលបាបវិញអីសោះបើអ្នកដាំដូងអ្នកមិនអាចបានផ្លែស្វាយឡើយរឿងអាក្រក់ជាផលនៃបាបកម្មចាស់ចំណែកបុណ្យថ្មីមិនទាន់មានពេលឲ្យផលនៅឡើយពេលធ្វើអំពើអាក្រក់អាចនាំឲ្យអ្នកសប្បាយរីករាយឆាប់មានឆាប់បានតែវាជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពឹសផ្អែមមុនដំបូងទើបពុលជាខាងក្រោយពេលបាបឲ្យផលទើបស្រែកថាហេតុអ្វីជីវិតខ្ញុំក៏មានទុក្ខច្រើនម្ល៉េះកម្មអ្នកណាកម្មយើងទេកុំបន្ទោសអ្នកណាឡើយមានបងប្អូនមួយចំនួនផ្ញើសារមកថាដូចតែគាត់នៅក្មេងប៉ុន្តែស្មុគស្មាញពិបាក stress មានសម្ពាធច្រើនណាថ្មគិតថាវាអាចថាមានសម្ពាធនៅក្នុងគ្រួសារសម្ពាធនៅសាលាសម្ពាធមនុស្សជុំវិញខ្លួនហ្នឹងដូចថាក្នុងគ្រួសារជួនកាលមិនមានការយល់ចិត្តអីស្រឡាញ់ឲ្យបានកក់ក្ដៅមានតការស្ដីបន្ទោសថ
ថាជាបតិចដាក់គំនាបគៀបសង្កត់ថ្មធ្លាប់ជួបដែរគាត់ពេលខ្លះគាត់ទៅងុំក្នុងចិត្តអ្វីដែលគាត់មានវិបត្តិហើយក៏អត់ហ៊ាននិយាយនៅក្នុងគ្រួសារហ្នឹងក៏មានអ្នកខ្លះទៀតដូចតែមានសម្ពាធពីសាលាលោកគ្រូដាក់ការងារឲ្យច្រើនរៀនច្រើនមុខវិជ្ជាពេលខ្លះរៀនពី3សាលាទៀតអាហ្នឹងក៏មានបញ្ហាប៉ះពាល់ដល់សម្ពាធផ្លូវចិត្តហ្នឹងខ្លាំងដែរនិយាយចឹងមិនមែនន័យថាមិនឲ្យរៀនខ្ជិលអត់ទេប៉ុន្តែគាត់ថារៀនលៃលោកពេលវេលាសម្រាប់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តទាំងចំណេះដឹងបើខ្វះណាមួយក៏យើងវាអត់បានសុខដែរឧទាហរណ៍ថាឈឺច្រើនហើយធ្វើម៉េចយកចំណេះដឹងទៅធ្វើអីគេវាដេកនឹងកទេម្យ៉ាងទៀតឧទាហរណ៍ថារៀនដល់ណាដល់នៃបណ្ឌិតអនុបណ្ឌិតអីប៉ុណ្ណាមួម៉ៅក្តៅក្រហាយជាបន្តិចខ្ញុំគណៈថាភាពធ្លាប់ជួបខ្លួនឯងញាតិញោមគាត់រៀនបានច្រើនមិនតិចមិនទួចអីចប់បណ្ឌិតអស់ហើយប៉ុន្តែក្នុងចិត្តហ្នឹងសឹងផ្ទុះសឹងចងកហើយអាហ្នឹងដូចថាស្ថានភាពផ្លូវចិត្តវាអត់ល្អចំណេះដឹងមានប៉ុន្តែការរក្សាសុខភាពផ្លូវចិត្តហ្នឹងអត់សូវសម្បូរធ្វើឲ្យមានបញ្ហាអញ្ចឹងតើឲ្យវាមាន balance ហើយមានតុល្យភាពនឹងគ្នាហើយអាស្ថានភាពផ្លូវចិត្តហ្នឹងវាមិនមែនទៅអញ្ចឹងភ្លាមទេវាសំឧទាហរណ៍ថាអន់ចិត្តនឹងសំរឿយទៅវាទៅជាដំបៅក្នុងទ្រូងអញ្ចឹងតើដល់ពេលមានបញ្ហានិយាយទៅឲ្យរួចហើយកុំសូវអោបកសោបទុកយូរពេកវាផ្ទុះដល់ពេលផ្ទុះវាគ្រោះថ្នាក់ទាំងខ្លួនយើងគ្រោះថ្នាក់ទាំងនៅក្បែរខ្លួនយើងហើយអ្នកនៅក្បែរនោះក៏គួរប្រយ័ត្នប្រយែងពាក្យសម្ដីកាយវិការកប្បកិរិយាដែរពីព្រោះយើងវាមានតំណែងតំណងគ្នាទៅវិញទៅមកវាមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមកពាក្យសម្ដីកប្បកិរិយាហ្នឹងធ្វើឲ្យគេឈឺចាប់ไปឈឺឌឺដងទៅគេនោះឈឺព្រោះយើងមានបាបដែរហើយមានបាបវាវល់គំនុំគុំគួនគ្នាទៅហើយតលហ៊ានដូចថាអាណិតគ្នាសម្លឹងដោយចិត្តមេត្តាហើយការបដៅណែនាំហ្នឹងក៏ប្រកបដោយបញ្ញាមិនមែនទាំងកំរោលកំហឹងទៅវាទទួលយកអត់បានហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តដល់អ្នកដែលទទួលការណែនាំខ្ញុំគណៈអាត្មាភាពធ្លាប់ជួបញោមដែលម៉ែគាត់ចេញខោកចូលខោកមានចានខោកចានមានវែកខោកវែកហើយចឹងគាត់ស្លុតក្នុងចិត្តរបស់គាត់ដែលម្ដាយគាត់ដាក់សម្ពាធខ្លាំងពេកចឹងទៅរហូតដល់គាត់អាយុ50-60ហើយនឹងគាត់មានវិបត្តិផ្លូវចិត្តលេបថ្នាំរហូតដល់សពថ្ងៃហើយអាជំងឺនឹងឆ្លងដល់កូនគាត់ទៅទៀតអានឹងដូចថាវាជាប់នៅក្នុងចិត្តម៉ែដល់កូនមកវាឆ្លងតែនៅសាលារៀនក៏សិស្សទទួលរងសម្ពាធផ្លូវចិត្តនឹងមកផ្នែកដែរមួយពីរឿងសម្ពាធការសិក្សាថាត្រូវផឹងហ៊ានឲ្យបានល្អឲ្យប្រកែពីរសម្ពាធពីមិត្តភ័ក្តិឧទាហរណ៍ថាជួនកាលឃើញគេល្អឃើញគេមានទូរស័ព្ទឃើញគេមានម៉ូតូហើយឯងនេះវាអន់អញ្ចឹងវាដាក់សម្ពាធមកលើខ្លួនឯងថាតូចចិត្តនឹងវាសនាតូចចិត្តនឹងម៉ែតូចចិត្តនឹងឪអីចឹងតែហ្នឹងតើរៀនទម្លាក់ថាហើយវាសនាមនុស្សមិនដូចគ្នាទេយើងប្រឹងទៅអាហ្នឹងបនចាស់របស់គេហើយបើគេស៊ីបនចាស់ហ្នឹងអត់ប្រឹងធ្វើបនថ្មីអាហ្នឹងអស់ហើយមិនម៉ែឪមិនអាចជួយបានទេយើងត្រូវប្រឹងបនថ្មីរបស់យើងហើយយើងទទួលផលរបស់យើងនៅថ្ងៃខាងមុខវិញសម្ពាយបនហ្នឹងវាខុសគ្នាអញ្ចឹងហើយមកជូនជាយោបល់ដែរដូចថាបងប្អូនក៏គុំទម្លាប់និយាយពីឈឺឌឺដងធ្វើឲ្យគេឈឺចាប់អីចឹងទៅឬក៏សម្លុតគម្រាមកំហែងឬក៏ពេលខ្លះទៅរាល់ថ្ងៃហ្នឹងនៅក្នុងប្រព័ន្ធសង្គម Facebook ឬក៏ TikTok អីហ្នឹងបញ្ចេញ
thứ mấy ao kia cái đại hại hà nó với miền cam pia vừa đi kia cái đại men bên này dương chọp pia vừa đi mình sọc tê mà từ một từ khỏi nó dương miền sẽ cái tục chọp tam luôn dương từ hay đi theoបញ្ហារឿងជីវភាពសង្គមហ្នឹងក៏អញ្ចឹងដែរហងៃហ្នឹងបច្ចេកវិទ្យាវាជឿនលឿនពេកហើយពេលខ្លះយើងគិតតែពីនៅមុខទូរស័ព្ទត្រលចុះត្រឡើងអត់គិតធ្វើអីការងារអីឲ្យពិតប្រាកដទេវាអត់មានបានអីវាបានតែឆ្លងរោគពីប្រព័ន្ធសង្គមហ្នឹងមកវិញធ្វើឲ្យមួម៉ៅអ្នកចំណាយពេលច្រើនពេកហ្នឹងតាមក្បួនវិទ្យាសាស្ត្រការស្រាវជ្រាវហ្នឹងក៏បង្ហាញដែរវា stress រហូតដល់កើតទៅជា depression ខឹងអ្នកនេះទាស់ចិត្តនឹងអ្នកនោះជេរទៅតមកអាហ្នឹងសិតតែសំភ្លើងដែរមិនហាមឃាត់មិនឲ្យមើលទេប៉ុន្តែថាត្រូវឲ្យមានតុល្យភាពរវាងការរៀនសូត្ររវាងការសម្រាកហើយនឹងការមើលហ្នឹងចំណាយពេលខ្លះអត់គ្រប់ខ្លះអត់បានការលីសចោលទៅ app ខ្លះអត់ប្រយោជន៍លុបចោលទៅហើយ notification ហ្នឹងកុំឲ្យវាតឹងខូចខួរក្បាលយើងហើយបែកអារម្មណ៍ហើយតែបែកអារម្មណ៍ថ្ងៃក្រោយមានវិបត្តិគេមិនលក់ស្មុកស្មាញគិតច្រើនលវាយដោយសារអាការរំខានរឿយនឹងឯងហើយហ្នឹងអត់មានពីណាទេយើងអ្នកសំខ្លួនយើងហ្នឹងយូរផលប៉ះពាល់ហ្នឹងមកខ្លួនយើងវិញអញ្ចឹងតើតែយើងប្រយ័ត្នប្រយែងទាំងអស់គ្នាបើឧទាហរណ៍ថាមានរឿងអីជាមួយបងប្អូនអីនិយាយគ្នាហើយកុំអោបកសោបរំលឹកម្លើកញឹកញាប់ពេកវាក្តៅក្រហាយហើយអ្នកដែលរំលឹកម្លើកហ្នឹងក៏គួរអាណិតតិចដល់អ្នកស្ដាប់ដែរកុំចេះតែកកោកកាយមកធ្វើឲ្យក្តៅក្រហាយរឿងទូចខ្លាយទៅជារឿងធំជួយចប់ទៅរឿងហ្នឹងកុំដូចថាធ្វើឲ្យឆេះឡើងវិញវាអត់បានវាប្រយោជន៍ហើយអានឹងទី1ទី2អាការសមឧបនិស្ស័យក្នុងចិត្តតូចចិត្តអន់ចិត្តស្ដីបន្ទោសមិនគួរណាអញ្ចឹងអាហ្នឹងកុំអាហ្នឹងរឿងហ្នឹងហួសហើយកុំនាំគ្រឿងក្តៅក្រហាយហ្នឹងមកក្នុងចិត្តទៀតចប់ហើយតោះទៅមុខទៀតអាសមបនិស្ស័យហ្នឹងអាការខ្សឹបដាក់ខ្លួនឯងហ្នឹងមានឥទ្ធិពលខ្លាំងលើផ្លូវចិត្តរបស់យើងណាហើយតើមានពេលរៀនទូស្គាល់ការពិតថាហ្នឹងហើយជីវិតហ្នឹងខុសគ្នាចឹងម៉ែយើងគ្រួសារគេគ្រួសារយើងមិនដូចគ្នាប្រឹងទៅហើយមានពេលស្ដាប់ធម៌អប់រំចិត្តមានពេលធ្វើសមាធិមានពេលនៅជាមួយមិត្តភ័ក្តិល្អអ្នកដែលនាំរឿងល្អណែនាំឲ្យដើរក្នុងផ្លូវត្រូវនៅជាមួយអ្នកនឹងយើងបានចម្រើនទាំងចំណេះចម្រើនទាំងសុខភាពផ្លូវចិត្តទាំងសុខភាពផ្លូវកាយយើងល្អអាហ្នឹងទើបរស់នៅបានយូរហើយយើងបានមានពេលបំពេញបុណ្យពេញកុសលហើយរស់នៅដោយសុភមង្គលថ្ងៃលៀបថ្ងៃជ័យថ្ងៃល្អគឺជាថ្ងៃដែលអ្នករីករាយចិត្តថ្ងៃដែលអ្នកបានសាងល្អដោយកាយដោយវាចាដោយចិត្តព្រឹកឡើងលើកដៃសំពះរំលឹកគុណព្រះរតនត្រ័យនឹកគុណមេត្តាបិតាចម្រើនសមាធិផ្សាយមេត្តាដល់សពសត្វទម្លាប់ពូលវិចារល្អគិតរឿងល្អថ្ងៃនោះคล้ายជាថ្ងៃមានសេរីសួស្តីថ្ងៃមានលៀបថ្ងៃមានជ័យថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនល្អមិនអាក្រក់ទេចំណែករាសីអ្នកឡើងចុះអាស្រ័យលើកម្ម
គឺអំពើដែលអ្នកបានសាងបើអ្នកបានសន្សំបុណ្យល្អច្រើនពីមុនមកហើយបុណ្យនោះដល់ពេលឲ្យផលអ្នកក៏ជួបរឿងល្អរឿងរីករាយរកស៊ីបានចម្រុងចម្រើនទៅតែបើពេលបាបចាស់តាមទាន់វិញអ្នកនឹងជួបរឿងមិនល្អរឿងអកុសលឬរកស៊ីខាតលំចុងទៅកម្មគឺលោកសំដៅទៅលើអំពើដែលអ្នកបានសាងពីអតីតផងក្នុងពេលបច្ចុប្បន្នផងកម្មនោះជាអ្នកចាត់ចែងឲ្យអ្នកបានជួបរឿងហេងឬរឿងសោយក្នុងដំណើរជីវិតរបស់អ្នកបើអ្នកខំប្រព្រឹត្តល្អចិញ្ចឹមមាតាបិតាមានចំណេះចេះដឹងច្រើនមានកាយវាចាល្អប្រពៃហើយប្រុងប្រយ័ត្នព្យាយាមក្នុងកិច្ចការងារអ្នកបុណ្យពេលបច្ចុប្បន្ននោះនឹងជួយបើកឱកាសដល់បុណ្យចាស់ចាស់មកឲ្យផលឲ្យអ្នកបានចម្រុងចម្រើនតែបើអ្នកប្រព្រឹត្តអំពើមិនល្អពេលបច្ចុប្បន្នដូចជាដើរផឹកស៊ីប៉ោឡែខ្ជិលច្រអូសធ្វេសប្រហែសកម្មមិនល្អក្នុងពេលបច្ចុប្បន្ននឹងបើកឱកាសឲ្យអកុសលកម្មពីអតីតមកឲ្យផលមិនខានអ្នកនឹងលិចលង់នឹងមិនចម្រុងចម្រើនទៅមុខឡើយព្រោះកម្មបច្ចុប្បន្នក៏មិនល្អកម្មពីអតីតក៏ឲ្យផលថ្ងៃហេងថ្ងៃសោយអាស្រ័យលើកម្មអ្នកអាស្រ័យលើចិត្តអ្នកមិនស្ថិតនៅលើមាត់គេថាទេបើអ្នកចង់បានថ្ងៃល្អចង់បានថ្ងៃជ័យត្រូវខំសាងល្អល្អដោយកាយល្អដោយវាចាល្អដោយចិត្តហើយបើមានថ្ងៃខ្លះអ្នកជួបរឿងសោយជាថ្ងៃដែលបាបចាស់ឲ្យផលសុំគុំកើតទុក្ខទូមនោះទូមនិញច្រើនពេកអីចាត់ទុកថាជាផលនៃបាបចាស់ហើយខិតខំធ្វើអំពើល្អថ្មីដូចជារំលឹកគុណព្រះរតនត្រ័យថ្វាយគ្រឿងសក្ការៈចំពោះព្រះពុទ្ធជាម្ចាស់ជូនទេយ្យទានចំពោះលោកឪពុកអ្នកម្ដាយដាក់បាតព្រះសង្ឃឬក៏ធ្វើអំពើល្អផ្សេងជាការសាងបុណ្យថ្មីជាឈ្មោះនៃសេចក្តីសុខផ្លូវចិត្តបុណ្យនោះនឹងជួយឲ្យអ្នកបានស្រស់បានសុខហើយអនាគតក៏បានភ្លឺថ្លាដែរជោគជតារាសីរបស់យើងម្នាក់កើតឡើងអាស្រ័យខ្លួនយើងខ្លួនឯងជាអ្នកបង្កើតសូមគុំស្វែងរកសេរីសួស្តីពីខាងក្រៅឡើយបើចង់ឲ្យទេវតាអមនុស្សជួយអ្នកក៏អ្នកត្រូវតែមានបុណ្យឲ្យទេវតានោះជួយដែរបើអ្នកគ្មានបុណ្យសន្សំមកទេគ្មានព្រះអិនព្រះព្រហ្មណាអាចជួយអ្នកបានឡើយមានអ្នកខ្លះទៅដូចមានអារម្មណ៍ថារៀងក្រៀមក្រំសោះក៏ក្រោះអត់សុបាយក្នុងចិត្តហ្នឹងវាអត់មានអីធ្វើឲ្យមានកម្លាំងនឹងក្រោកឈរធ្វើនេះធ្វើនោះហើយរមូលហេតុអត់ឃើញទេដូចជាអស់ធម៌ពលទាំងផ្លូវកាយទាំងផ្លូវចិត្តតែអានឹងវាអាចតកតងនឹងយូរที่យើងទទួលសម្ពាធ
ការងារច្រើនពេកទៅហត់នឿយពេកហើយអត់មានពេលសម្រាប់ខ្លះដែលយើងវាធ្ងន់ដូចដើមឈើដែលអត់បានស្រោចទឹកយូរវាក្រៀមទៅវាមិនងាយស្រស់ឡើងវិញទេឬក៏ក្នុងគ្រួសារនឹងមានវិបត្តិហើយដដែលទៅធ្វើឲ្យចិត្តយើងដូចជ្រុញហ្នឹងក្បិតនឹងកាប់ច្រាមរហូតទៅវាស្នាមរហូតទៅក្រៀមឬក៏នឹងសំចិត្តអន់ចិត្តតូចចិត្តខឹងទាស់ចិត្តច្រើនយូរទៅវាមកជង្រុកចិត្តហ្នឹងសិតតាភាពសៅមងភាពក្រៀមក្រំភាពតូចចិត្តគិតថាគេមិនយកចិត្តទុកដាក់គិតថាគេមិនស្រឡាញ់គ្មានអ្នកយល់ចិត្តអីចឹងសោះអាចិត្តហ្នឹងវាសំភ្លើងសំភាពកុហកកាហាយក្នុងចិត្តយូរវាអូតូម៉ាទិកគឺវាក្រៀមចឹងមកចឹងតើលើយើងអាចដូររបៀបគិតមកឧទាហរណ៍ថាធម្មតាជីវិតទៅជួបបញ្ហាដោះស្រាយទៅដោះស្រាយហើយដោះហើយទៅកុំស្ពាយសំពីងសំពងកុំនៅដេកខ្វល់ដេកខ្វាយអារឿងដែលហួសហើយចឹងណាដែលកុហកខាយក្នុងធម៌លោកហៅកុកកញ្ចក់ក្តៅក្រហាយចំពោះរឿងដែលកន្លងផុតទៅហ្នឹងហើយតើដូចថាមានពេលសម្រាប់ខ្លះដើម្បីរក្សាកម្លាំងផ្លូវកាយនេះក្នុងការធ្វើកិច្ចការងារឲ្យបានវែងឆ្ងាយមិនមែនបានន័យថាមិនបាច់ធ្វើអីដែរលេងទេមែនទេម៉ាស៊ីនបើប្រើវាក៏ត្រូវមានពេលពលុតដើម្បីកុំឲ្យវាក្តៅពេកដែរខួរក្បាលរាងកាយហ្នឹងក៏អញ្ចឹងដូចគ្នានៅក្នុងធម៌លោកឲ្យប្រើអិរិយាបថឲ្យស្មើគ្នាដេកដើរឈរអង្គុយហ្នឹងហើយបរិយាកាសជុំវិញខ្លួនក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងដែរឧទាហរណ៍ថាកន្លែងក្លុករស់នៅបើវាស្មុកវាស្មាញវាផ្សែងវាពុលវាហុយអានឹងក៏ធ្វើឲ្យមួម៉ៅស្មុកស្មាញដែរអញ្ចឹងតើកន្លែងស្លាស់បើកអួចបើកទ្វារដើម្បីយកខ្យល់អាកាសហើយដើរហើរហាត់ប្រាណអីចឹងទៅដូរបរិយាកាសរស់នៅហ្នឹងទើបអាចធ្វើឲ្យរាងកាយរបស់យើងនឹងរឹងប៉ឹងឲ្យតើយើងសួរខ្លួនឯងថាថ្ងៃហ្នឹងយើងបានធ្វើអីដែលធ្វើយើងសប្បាយចិត្តវាជាផលប្រយោជន៍មិនមែនថាតែមាសតែប្រាក់នេះយើងគិតថាថ្ងៃហ្នឹងយើងបានធ្វើអីជាកិច្ចការងារដែលសំខាន់សម្រាប់ខ្លួនយើងឬក៏សម្រាប់អ្នកនៅជុំវិញខ្លួនយើងឬក៏ជួយកិច្ចការងាររបស់ឪពុកម្ដាយរបស់សហគមន៍ភាពរីករាយក្នុងអំពើល្អតិចហ្នឹងដូចទឹកប្រោះព្រំផ្កាអញ្ចឹងឲ្យវាស្រស់អំពើល្អការរីករាយក្នុងសកម្មភាពតិចហ្នឹងដូចជាទឹកដែលមកប្រោះចិត្តហ្នឹងឲ្យវាស្រស់អញ្ចឹងហើយវាតើមានពេលស្រោចស្រពចិត្តនឹងដោយកម្លាំងនៃធម៌ដោយការរំលឹកគុណមេត្តាបិតារំលឹកគុណព្រះរតនត្រ័យធ្វើសមាធិស្ងប់ចិត្តទៅវាចិត្តនឹងវារកកន្លែងស្ងប់ឃើញវារកកន្លែងសុខឃើញឲ្យវាមកជ្រោកនៅក្នុងអារម្មណ៍ដែលធ្វើឲ្យកើតចិត្តជ្រះថ្លាចិត្តរីករាយក្នុងបុណ្យហ្នឹងឧទាហរណ៍ជាផ្កាមកបូជាព្រះទិញខោអាវឲ្យក្មេងៗសភៅប៊ិចឲ្យក្មេងៗរៀនសូត្រទៅជួយចាស់ឬក៏មានកិច្ចការធុរៈអីជួយមិត្តភ័ក្តិ
anh nâng anh tinh chăng việc đồ bị cream crom từ lọp máu tới chia phiệp sọc sài về nhà hay riêng chùm ra ơn cá vô đăng nông thọ lúc thầm miền bạch nhà khơi sự phiệp nơi chất nâng việc bài pru hay mình bạc cằn chọn ôi tài trẻ tư hay mua màu mấy bạn mình chẳng nghe ở theo chặt nó về là vì cho chẳng nắng lấy mưa khơi tầm nào chặt là cho chắc bao việc thật được nông rõm nom ở đây họ cả hai khăn chân này ọc hướng nâng nè nâng tới dừng hiện đồ màu kết thật để kia miền cái lại việc là o là đài rất có đô pi chỉ chê pi bộ cua nắng màu chỉ chê pi bộ cua để nó mới chặt dương sọ vinh tử đồ của thiên là bọt mà nó không thôi thì dương đồ ròm chứ chứ dương xóm làng vinh từ chặt nắng việt sọ miền p đầu cả màu vọt màu hoa thoại cả masca thị chụp chùm mật phẹ nâng cùng mật phẹ chỉ còn là dàn mật an sự phơi thô đập thô rươi tới hay thua cái trang như đó để những kịch thử những thưa hỏi về sự bài chất thường từក្នុងcổ sò đó rươi tí tới nâng tự dưng pro hay có sợi đàm chơi để việc cream sweat nâng thời ca giờ này về du tụm hòm tờ việc sọt làng vinh giờ na cổ sò thôm thực chất sọt sài nông pư lỏ chất để tụm con là trừ đời sự tệ về nhà mà đầy nữa vì nôm chất nâng ở sọt làng vinh chất tạ lẹ hữu tá về đi theo về sra làng vinh tới